សួស្តីបងប្អូនប្រជាកសិករសូមគោរពជម្រាបសួរប្រិយមិត្តទាំងអស់ជាទីនឹករលឹកសម្រាប់ពេលនេះផងដែរ Page i9kh សូមអញ្ជើញលោកអ្នកតាមដានទស្សនានាទីកសិកម្មស្ដីអំពីការដាំដុះដំណាំស្វាយ iWin របស់ក្រុមហ៊ុន Mong Ruthi Group ដែលមានការអត្ថាធិប្បាយដោយលោកបណ្ឌិត Mong Ruthi ដែលយើងនឹងទទួលបានបទពិសោធន៍ដ៏ល្អអំពីការធ្វើកសិកម្មដ៏ទំនើបរបស់ក្រុមហ៊ុន Mong Ruthi សម្រាប់ពេលនេះផងដែរខ្ញុំបាទសូមបញ្ជាក់ជូនប្រិយមិត្តក៏ដូចជាបងប្អូនប្រជាកសិករថាវីដេអូនេះគឺផលិតឡើងដោយស្ថានីយទូរទស្សន៍ BTV ហើយខ្ញុំបាទយកមកកាត់កែច្នៃឲ្យខ្លីដើម្បីអាចបង្ហោះជូនបងប្អូនទស្សនានៅលើ Facebook ពីព្រោះថាវីដេអូដើមមានរយៈវែងណាស់រហូតដល់ទៅជាង5ម៉ោងដូច្នេះខ្ញុំយកមកសង្ខេបឲ្យខ្លីនៅត្រឹមប្រហែល45នាទីសម្រាប់ចែកជូនប្រិយមិត្តទស្សនានៅលើ Facebook ប្រសិនបើមានចំណុចណាខ្វះខាតចំឡោះត្រង់ណាលោកអ្នកអាចខមមិនសាកសួរខ្ញុំបាទនឹងព្យាយាមឆ្លើយជូនបាទដូច្នេះខ្ញុំបាទនេះណាអាយម៉ែនសូមអញ្ជើញលោកអ្នកទស្សនាដូចតទៅតែដាំហើយយកផលទៅតាមយថាផលម្ដងស្វាយនេះគឺគេដាំដោយគេប្រើគល់ផ្សេងនិងមេឃយកតាមផ្សេងដូចយើងបានបង្ហាញពីមុនមកហើយស្វាយនេះចាប់ពីទទួលផលគឺយើងអាចមុនមួយឆ្នាំក៏យើងទុកផ្លែហូបខ្លះបានដែរប៉ុន្តែដើម្បីឲ្យបានផលទៀតគឺយើងសាកល្បង20ខែយើងទុកផ្លែនេះដើម្បីសាកល្បងពីសាកនៅក្នុងស្រុកយើងសាកមើលស្វាយនេះយើងចង់ទុកតែ8ខែគឺយើងអាចទុកផ្លែបានចំនួនប៉ុណ្ណាជាគ្រួសារប៉ុន្តែនេះក្រុមហ៊ុនយើងទុក20ខែដើម្បីឲ្យផ្លែបានច្រើនបន្តិចប៉ុន្តែនៅក្រោយពេលប្រមូលផលរៀងរាល់លើកគេកាត់មែកចេញដើម្បីឲ្យដើមនឹងទៀបគឺជារៀងរាល់ឆ្នាំយើងអាចឈរបេះបានអញ្ចឹងចាំមើលចុះគឺស្វាយនេះចាប់ពីឆ្នាំទី1ទី2រហូតដល់ឆ្នាំទី25គឺយើងនៅតែឈរបេះបានយើងអត់បាច់ឡើងបេះឬស្វាយពីទៅយើងធម្មតាទេគឺដែលយើងបានជាវែងទៅពីនៅទីនេះមួយឆ្នាំពីឆ្នាំមុនគឺជាសម្លាយតែកូនស្វាយទៅទៅដោះតូចទេប៉ុន្តែបច្ចុប្បន្នគ្រាន់តែមួយប្រពេចនេះយើងអាចនិយាយថាអញ្ចឹងបានដោយសារតែការងារនេះវាលឿនហើយក៏សូមឲ្យយើងបានបង្ហាញពីប្រតិបត្តិពីមុនមកទេលោកថាទេផលតែបាននេះអ្វីដែលយើងបង្ហាញជូនចង់និយាយពីការពិតអ្វីដែលយើងធ្វើបានដែលខ្ញុំមានធ្វើគឺក្នុងចិត្តក្នុងខ្លួនហើយមានជំនឿ 100% ថាយើងនឹងអាចធ្វើបានព្រោះអីតៃវ៉ាន់វាជាពីផ្នែកពីដៃពីច្រមុះពីជើងពីដូចខ្មែរដែរហើយហេតុអីគេធ្វើបានយើងធ្វើអត់បានអញ្ចឹងចំពោះខ្លួនខ្ញុំមួយខ្ញុំមានជំនឿថាខ្ញុំនឹងធ្វើឲ្យបានដូចគេតែឥឡូវមិនទាន់ដូច 100% គឺនៅតែមួយឆ្នាំគឺចុះមក3ដងដើម្បីមកជួយប្រាប់យើងបាទមួយឆ្នាំយើងត្រូវការឲ្យគេមកប្រាប់អំពីបច្ចេកទេសយើង3ដងទៀតគឺយើងប្រហែលជានាំចេញ 90% តាមមើលចា៎បាទអូឥឡូវនេះយើងនៅលក់នៅក្នុងស្រុកលោកស្រុកសិនដោយសារអីយើងមិនទាន់នាំចេញព្រោះយើងមើលឃើញទៅតែច្រើនប៉ុន្តែវាមិនជាច្រើនប្រហែលជា100ជាងទៅ100ជាងមកនេះចាច្រើនមែនតើច្រើនប៉ុន្តែយើងមិនទាន់នាំចេញចានេះគឺចង់ឲ្យគូជំនាញពីការងារមួយចំនួនពាក់ព័ន្ធទៅនឹងដំណាំស្វាយវិញនៅពេលដែលយើងដាក់ដាំដុះកាលនោះលោកគ្រូបានជួបជូនហើយគឺជាពិសេសដាំដុះហើយការដាំដុះរបស់យើងមិនយកកូនមកដាំទេយើងយកកូនមកយើងតមែករវាងស្វាយពូជមួយទៅស្វាយពូជមួយទៀតចាអញ្ចឹងលោកគ្រូរំលឹកកន្លែងហ្នឹងបន្តិចទៅដើម្បីឲ្យលោកអ្នកបានជឿថានេះផលបានមកអញ្ចឹងគឺវាធ្វើយ៉ាងម៉េចចាការដែលធ្វើនេះគឺថាខ្ញុំឃើញប្រជាជនមួយចំនួនគាត់ឃើញក្នុងទូទួលគាត់អាចកាត់យកទៅបំបៅឲ្យបានអញ្ចឹងទៅប៉ុន្តែវាមិនមែនជាពាណិជ្ជកម្មទេយើងអាចធ្វើបានតែគាត់ថាវាអត់ច្រើនដោយសារតែខ្វះបច្ចេកទេសបាទអញ្ចឹងហើយបានជាខ្ញុំបើកសាលាបង្រៀនដើម្បីឲ្យគាត់ចេះបច្ចេកទេសសាលាបង្រៀននៅខាងមុខបាទកំពុងតែដំណើរការចំពោះលោកគ្រូដែលគាត់អញ្ជើញមកបង្ហាត់បង្រៀនហ្នឹងយើងអញ្ជើញពីខាងណាដែរចំពោះគ្រូគឺយើងយកគ្រូដែលអនុវត្តផ្ទាល់នៅទីនេះហើយសាលានេះគឺយើងហៅថាទ្រឹស្ដីតែ20ទៅ25% ទេអនុវត្តផ្ទាល់70ទៅ75%ដោយសារអីគឺយើងគ្រប់ដំណាំទាំងកស៊ូធ្វើហូបផ្លែសាវម៉ាវតារេនមកពុតនឹងស្វាយនៅទីនេះបើនិយាយដល់ឡែកស្វាយនៅទីនេះគឺយើងឲ្យមកអនុវត្តផ្ទាល់ការពិតយើងបង្រៀនគ្រូប្រាជ្ញានេះតែ20ទៅ25%ទេមានន័យ
នគឺស្ដី20 ទៅ 25% ចំណែកឯការអនុវត្តគឺ70 ទៅ 80% ចាអញ្ចឹងការងារដែលយើងអនុវត្តបានច្រើនគឺយើងងាយស្រួលក្នុងការយល់ហើយអ្វីដែលលោកអ្នកបានឃើញនេះគឺយើងបង្ហាញជូនចំពោះពូជស្វាយដែលនាំចូលមកពីបរទេសគឺពូជស្វាយដែលមានគុណភាពហើយវិញចាឥឡូវការប្រមូលផលទៅចេះតែប្រមូលជាបន្តដោយសារតែថ្ងៃនេះលោកគ្រូនឹងមានតែលោកបានជើញចូលរួមទាំងពីររូបជាមោទនៈគឺជាលវលយ៉ាងម៉េចការយើងនិយាយយ៉ាងម៉េចក៏ត្រូវតែជើញចូលរួមចាដោយគោលបំណងខាងការរំលែកនៅបទពិសោធន៍ចាឥឡូវនេះសូមលោកគ្រូនឹងតាមបន្តការពិតទៅគ្រប់រុក្ខជាតិទាំងអស់គឺការថែទាំទី1ដែលគេមិនធ្វើនោះគឺថាគេមិនសូវគិតពីពូជពីជីទឹកអីចឹងឯងប៉ុន្តែដើម្បីទទួលបានផលអញ្ចឹងគឺយើងត្រូវតែទី1យើងគិតពីពូជចឹងពូជហើយជីហើយទឹកហើយសូរ៉ាជីបើយើងដាក់ជីគីមីទីផ្សារគេមិនទទួលទិញទេផ្សារប្រាក់គឺជីដែលយើងឃើញតយោនោះគឺតយោយើងបូមលិមួកជ្រូកដែលសល់ពីយើងធ្វើអគិសនីហើយវាសល់ទឹកមកយើងដាក់ចូលក្នុងទំនប់ខាងលើនោះយើងបង្ហូរទឹកនោះចូល3ថ្ងៃម្ដងអញ្ចឹងគឺការថែទាំពូជទឹកជីសំខាន់ទៀតគឺយើងចេះកាត់មែកទៀតយើងឃើញស្វាយនេះគឺថាកម្មករជារៀងរាល់7ថ្ងៃដើរជុំកាត់មែកទៀតបាទចំពោះស្វាយនេះការដែលក្មួយបានមកយកព័ត៌មានពីកម្មវិធីលើកមុននោះលោកគ្រូបានកាត់តាក់តែងមែកឲ្យលោកអ្នកបានឃើញប៉ុន្តែនេះយើងអត់ទុកឲ្យខ្លាចព្រះរាជាណាចក្រអច្ឆរិយៈអញ្ចឹងបានន័យថានៅពេលដែលយើងចាប់ផ្ដើមដាំស្វាយនេះគឺវាចាប់ផ្ដើមពង្រឹងខ្លួនរបស់វាចាប់ផ្ដើមលូតលាស់ត្រួយផ្កាស្លឹកអីអញ្ចឹងណាអញ្ចឹងចំពោះការកាត់លើកទី1ចេញហ្នឹងតើគោលបំណងយ៉ាងម៉េចដែរបើយើងមិនកាត់លើកទី1ចេញទេវាអត់បែកដូចចឹងឯងវាចេះទៅលើសំខាន់គ្រប់ការកាត់ទាំងអស់គឺកាត់លើកទី1គេកាត់ដើម្បីឲ្យបែកមែកឲ្យវាទៀបដល់កាត់លើកទី2គឺខ្ញុំនិយាយមុនប្រមូលផលសិនគេកាត់កុំឲ្យថ្ងៃបាំងផ្លែដល់ថ្ងៃនេះគេកាត់ស្លឹកចេញដើម្បីកុំឲ្យថ្ងៃបាំងផ្លែដល់ថ្ងៃបាំងផ្លែវាអត់ក្រហមទេនេះឃើញវាខៀវឯងបាទកន្លែងណាអត់ត្រូវថ្ងៃខៀវនេះបាទនេះអាណាដែលបាំងគេកាត់វាបាទធ្វើម៉េចឲ្យស្វាយត្រូវពលឺថ្ងៃហើយដល់ត្រូវពលឺថ្ងៃវាអត់មានមេរោគអីកាន់ផងហើយវាក្រហមផងស្វាយវាត្រូវការក្រហមអញ្ចឹងបើមិនត្រូវពលឺថ្ងៃទេស្វាយនឹងអត់ក្រហមទេហើយវាសម្រាប់មេរោគទៀតគឺថាដើម្បីកុំឲ្យមេរោគទុំវាគេធ្វើយ៉ាងម៉េចឲ្យវាត្រូវពលឺថ្ងៃឲ្យកុំឲ្យស្លឹកបាំងហើយគេអត់ស្ដាយស្លឹកដូចយើងប្រជាជនគាត់ដាំស្វាយទុកស៊ុបទ្រុបអីអានេះគេអត់ស្ដាយត្រូវតែកាត់ហើយដល់ពេលប្រមូលផលហើយអស់កាត់មែកទៀតហើយមែកមិនកាត់ចោលទេគេកាត់មែកយកធ្វើពូជទៀតបន្តិចទៀតយើងនឹងឃើញថាយើងបដោះពូជត្រៀមប្រហែលជា150,000ដើមហើយស្រេចដើម្បីអីក្រោយពីប្រមូលផលនេះហើយយើងកាត់មែកហ្នឹងយកទៅបន្តពូជបាទហើយបន្តពូជហ្នឹងគិតថាប្រជាជនក៏កាត់មែកបោះចោលដល់យើងនេះអត់កាត់មែកបោះចោលព្រោះមែកថ្លៃមែកចង់ថ្លៃជាងស្វាយទៀតថ្លៃជាងផ្លែមិនថ្លៃជាងស្វាយមកលោកពូមានប្រសាសន៍អញ្ចឹងមានន័យថាឥឡូវនេះយើងកំពុងតែមានពូជច្រើនហើយដូច្នេះនៅពេលដែលយើងបានបង្ហាញជូនទស្សនវិជ្ជាបែបនេះយើងឃើញមានស្វាយនឹងបានផលច្រើនបែបនេះអញ្ចឹងបើសិនជាលោកអ្នកគាត់ចង់បានពូជធាលោកពូមានគោលការណ៍ក្នុងការបែងចែកមែកនឹងខ្លះទេចាមែកនឹងគាត់អត់ធ្វើកើតទេគឺពូជតែម្ដងពូជដែលផលិតហើយមែកឥឡូវខ្ញុំឲ្យគាត់ក៏មិនដឹងគាត់យកធ្វើម៉េចគាត់ចេះយកទៅងាប់ចឹងក្នុងនេះគឺយើងមានកូនសម្រាប់ជូនគាត់មួយចំនួនតូចទេឆ្នាំនេះមិនបានច្រើនពេកទេប្រហែលជាខែ7អីបាទ7យើងអាចពូជច្រើនអាចបានពូជរកជាវនៅទីនេះបានចឹងលោកជាមួយក្រុមហ៊ុនម៉ុងធីគ្រប់បានចាអញ្ចឹងលោកអ្នកត្រូវការពូជធាលោកអ្នកអាចទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនម៉ុងធីគ្រប់លោកពូមានគោលការណ៍ក្នុងការបែងចែកមែកនឹងខ្លះទេចាមែកនឹងគាត់អត់ធ្វើកើតទេគឺពូជតែម្ដងពូជដែលផលិតហើយមែកឥឡូវខ្ញុំឲ្យគាត់ក៏មិនដឹងគាត់យកធ្វើម៉េចគាត់ចេះយកទៅងាប់ចឹងក្នុងនេះគឺយើងមានកូនសម្រាប់ជូនគាត់មួយចំនួនតូចទេឆ្នាំនេះមិនបានច្រើនពេកទេប្រហែលជាខែ7អីបាទ7យើងអាចពូជច្រើនអាចបានពូជរកជាវនៅទីនេះបានចឹងលោកជាមួយក្រុមហ៊ុនម៉ុងធីគ្រប់បានចាអញ្ចឹងលោកអ្នកត្រូវការពូជធាលោកអ្នកអាចទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនម៉ុងធីគ្រប់បាន
នៅផ្លូវសេដ្ឋកិច្ចសម្រាប់បានជីវភាពកាងកានធូរធារ តែនេះខ្ញុំបានមកដល់ឃើញថាមានសម្រាប់ធ្នាប់ដល់ហើយល្អមែនតើអញ្ចឹងខ្ញុំចង់ឲ្យលោកជួយជូនពីបច្ចេកទេសក្នុងការរៀបចំថ្នាលកូនស្វាយនេះចា៎ កូនស្វាយនេះគឺយើងរៀបចំធ្វើជាតម្រសម្រាប់យកទៅបំបៅបន្តពូជស្វាយអីក៏បានដែរមិនមែនរើសថាតលតែអីវិនតស្វាយមងកៅស្អីក្បាល8ទេស្វាយក៏បានដែរប៉ុន្តែនេះជាថ្នាលបដោះពូជក្របធ្វើជាតម្រសម្រាប់បន្តពូជតទៀតហើយកូនស្វាយដែលយើងបានរៀបចំហើយស្វាយហើយក្នុង1ហិកតាស្វាយយើងដឹងហើយគឺ400ដើម5ម៉ែត្រការ៉េក្នុងមួយដើមអញ្ចឹងការរៀបចំត្រៀមទាំងដីទាំងថ្នាលពូជនេះគឺយើងចាប់ពីខែ5ហ្នឹងទៅគឺយើងអាចយកពូជស្វាយនេះទៅដាំនៅទីវាលបានហើយការបន្តពូជនោះគឺយើងនឹងធ្វើវានៅរដូវរំហើយគឺចាប់ពីខែ12ទៅគឺយើងអាចបន្តពូជវាបាន ហើយការរៀបចំរបៀបនេះទើបអាចធ្វើការដាំដុះទៅលូតលាស់បានល្អ កូនយើងដើម្បីឲ្យឆ្លាតវៃយើងត្រូវថែទាំវាពីកូនង៉ែទៅ ចា៎ ចាប់ពីកូនង៉ែទៅយើងឲ្យទឹកដោះគ្រប់គ្រាន់អីថែទាំវាល្អដូចជាកូនស្វាយអញ្ចឹងយើងថែទាំវាកុំឲ្យមានស្មៅមានអីសម្អាតវាស្អាតធ្វើម៉េចឲ្យបំពន់នៃសុខភាពវាល្អហើយឲ្យខ្យល់រត់បានល្អឃើញយើងធ្វើម៉េចឲ្យខ្យល់រត់បានល្អបានស្វាយហ្នឹងវាទទួលបានផលល្អហើយយើងយកទៅបំបៅទៅក៏វាជាប់ល្អដែរមនុស្សតែម្នាក់ទេដែលប្រចាំការសម្រាប់មើលស្វាយមួយថ្នាលដ៏ធំនេះការធ្វើនេះសំខាន់តភ្ជាប់វាទេតភ្ជាប់យើងសង្ឃឹមថា 90% ដែលយើងតភ្ជាប់បានតែបើវាអត់ជាប់យើងអាចកាត់វាតភ្ជាប់បន្តទៀតបាទ អញ្ចឹងកូនស្វាយដែលលោកនាងបានឃើញនេះគឺជាកូនស្វាយប្រភេទកែលមៀត កែលមៀត ចាហើយប្រភេទកែលមៀតនេះគឺគ្រាន់តែជាទម្រសម្រាប់